សំណួរមួយដែល Diva តែងតែទទួលបានជារឿយៗតែម្ដងចាពី Fanny របស់ Diva ដែលសួរមកកាន់ Diva ចាសួរថាបងឬក៏អូនដៃគូរបស់បងឬក៏មនុស្សប្រុសដែលបងស្រឡាញ់ហ្នឹងគាត់ធ្វើចេះចុចចឹងទៅថាគាត់ធ្វើអញ្ចឹងដាក់បងតើគាត់ស្រឡាញ់ឬក៏មិនស្រឡាញ់មានហេតុផលច្រើនអ្នកខ្លះក៏រៀបរាប់បែបចេះទៀតចឹងទៅតើគាត់ស្រឡាញ់ខ្ញុំឬក៏មិនស្រឡាញ់បងឬក៏អូនចាខ្ញុំជួបច្រើនហើយសំណួរហ្នឹងខ្ញុំធ្លាប់បានឆ្លើយជូនម្ដងហើយយូរដែរហើយប៉ុន្តែនៅតែមានបងប្អូនយើងក៏នៅតែមានសំណួរបែបហ្នឹងសួរមកកាន់ខ្ញុំជារឿយៗទៀតឥឡូវខ្ញុំសម្រាប់ចិត្តថាខ្ញុំឆ្លើយជូនម្ដងទៀតទុកថាជា version 2ទៅចាអញ្ចឹងនៅក្នុងខណៈពេលដែលតំណែងដៃគូរបស់អ្នកទង្វើដែលគាត់ធ្វើមកកាន់អ្នកចាវាធ្វើឲ្យអ្នកមានការសង្ស័យវាធ្វើឲ្យអ្នកមានសញ្ញាសួរពេញខួរក្បាលនៅស្ទាក់ស្ទើរថាតើគាត់ស្រឡាញ់ឬក៏មិនស្រឡាញ់ព្រោះថាពេលខ្លះក៏គាត់ដូចជាល្អដូចជាស្រឡាញ់យើងដែរតែពេលខ្លះទៀតគាត់ដូចជាមិនខ្វល់មិនចាប់អារម្មណ៍មិនអើពើពីយើងគាត់ដូចជាមិនស្រឡាញ់យើងចាម្ដងក្តៅម្ដងត្រជាក់ម្ដងខ្មៅចេញម្ដងខ្មៅចូលដាក់ខ្ញុំអីបែបហ្នឹងតើគាត់ស្រឡាញ់ខ្ញុំឬក៏មិនស្រឡាញ់សញ្ញាសួរនៅពេញខួរក្បាលរបស់យើងតែម្ដងវាធ្វើឲ្យយើងស្ទាក់ស្ទើរអញ្ចឹងនៅពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពបែបហ្នឹង Diva សូមឆ្លើយថាគាត់អត់បានស្រឡាញ់យើងទេគាត់បានស្រឡាញ់អ្នកទេណាព្រោះថាមនុស្សដែលគេស្រឡាញ់អ្នកមនុស្សប្រុសដែលគេស្រឡាញ់អ្នកពិតប្រាកដមនុស្សប្រុសដែលអ្នកអាចបានបេះដូងគាត់ពិតប្រាកដមែនណាគឺគាត់មិនផ្ដល់សញ្ញាសួរសញ្ញាសង្ស័យឲ្យអ្នកមាននៅក្នុងខួរក្បាលបែបហ្នឹងទេបើសិនជាមនុស្សប្រុសម្នាក់ហ្នឹងអ្នកបានបេះដូងគាត់ពិតមែនគាត់ស្រឡាញ់អ្នកពិតមែនណាអ្នកគ្មានសំណួរហ្នឹងសួរមកកាន់ Diva ទេប៉ុន្តែបើសិនជាក្នុងថ្ងៃនេះអ្នកមានសំណួរហ្នឹងសួរមកកាន់ Diva មានន័យថាគឺគាត់អត់បានស្រឡាញ់អ្នកទេអ្នកថាចាំថាមនុស្សប្រុសដែលគេស្រឡាញ់អ្នកតែម្ដងមនុស្សប្រុសដែលគេស្រឡាញ់យើងតែម្ដងគឺគេធ្វើឲ្យយើងគ្មានសញ្ញាសួរសំបីតែ 0.01% ទេធ្វើឲ្យអ្នកសង្ស័យថាគេស្រឡាញ់ឬមិនស្រឡាញ់អ្នកមនុស្សប្រុសដែលគេស្រឡាញ់អ្នកពិតចាគេចង់មើលថែអាសាការពារអ្នកគ្រប់រឿងរ៉ាវគ្រប់កលៈទេសៈទាំងអស់គេតែងតែការពារអ្នកគេតែងតែនៅក្បែរអ្នកគ្រប់ពេលវេលាដែលអ្នកត្រូវការគេចាគេផ្គត់ផ្គង់គេចិញ្ចឹមមើលថែអ្នកគ្រប់បែបយ៉ាងទៅតាមលទ្ធភាពដែលគេអាចផ្ដល់ឲ្យអ្នកបានដោយការពេញចិត្តរបស់គេសង្កត់ថាពិភពលោកទាំងមូលគឺគេដឹងហ្មងថាគាត់ស្រឡាញ់អ្នកចាគាត់នឹងប្រកាសឲ្យពិភពលោកទាំងមូលដឹងតែម្ដងថាអ្នកគឺជាមនុស្សស្រីរបស់គាត់អ្នកគឺជាគូស្នេហ៍របស់គាត់មានមោទនភាពដែលមានអ្នកជាគូស្នេហ៍របស់គាត់ផ្ដល់អារម្មណ៍កក់ក្ដៅអារម្មណ៍សុវត្ថិភាពអារម្មណ៍ជឿជាក់ឲ្យអ្នកពេញបឹបតែម្ដង 100% ហ្មងធ្វើឲ្យអ្នកជឿជាក់មានអារម្មណ៍ថាកក់ក្ដៅសុវត្ថិភាពមែនតែនជឿថាគាត់នឹងគឺស្រឡាញ់អ្នក 100% តែម្ដងដែលធ្វើឲ្យអ្នកណាគ្មានសញ្ញាសួរទាំងអស់នឹងសួរមកកាន់ Diva ទេអ្នកនឹងជឿជាក់ពេញបេះដូងបឹកហ្មងថាគាត់គឺស្រឡាញ់យើងហើយគ្មានសំណួរទាំងអស់នឹងមកសួរមកកាន់ Diva ទេអញ្ចឹងបានថ្ងៃនេះ Diva ឆ្លើយថាបើសិនជាថ្ងៃនេះអ្នកមានសំណួរបែបហ្នឹងសួរមកកាន់ Diva មានន័យថាគឺគាត់អត់បានស្រឡាញ់អ្នកទេចាបើសិនជាមានក៏មាននៅក្នុងកម្រិតមួយដែលតិចតួចកម្រិតមួយដែលគាត់គ្រាន់តែនៅគាត់មិនតន់ជួបមនុស្សដែលត្រូវចិត្តគាត់ពិតប្រាកដមែនណាយើងមិនមែនជាមនុស្សដែលបានបេះដូងគាត់ទេចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងសំណួរហ្នឹងខ្ញុំសូមឆ្លើយប៉ុណ្ណឹងខ្ញុំគិតថាបងប្អូនទាំងអស់គ្នាដែលនៅស្ទាក់ស្ទើរនៅមានការសង្ស័យនៅត្រង់ចំណុចហ្នឹងនឹងលែងមានការសង្ស័យហើយនឹងលែងមានសំណួរបែបហ្នឹងសួរមកកាន់ Diva តទៅទៀតទេអញ្ចឹងឆ្លើយជូនប៉ុណ្ណឹងគិតថាបងប្អូនទាំងអស់គ្នាទទួលបានហើយតើអត់